គ្មាននរណាម្នាក់ពិតជាដឹងថាផ្លែដូងមានប្រភពមកពីណានោះទេដោយសារកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់តែផ្លែនេះអាចបន្តពូជដោយខ្លួនវាជំនួយពិភពលោកដោយអណ្តែតឆ្លងកាត់សមុទ្រហើយអាចរកឃើញនៅតាមឆ្នេរត្រូពិកជាច្រើននៅទូទាំងពិភពលោកផ្លែឈើនេះមានវ័យចំណាស់ណាស់ហើយជាផ្នែកសំខាន់មួយនៃតំបន់អាស៊ីអាគ្នេយ៍រហូតទៅដល់មានសាសនាមួយដែលតាក់ទងនឹងដូងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសវៀតណាមដោយព្រះសង្ឃមួយអង្គនៅឆ្នាំ1963ដែលបានតស៊ូមតិឲ្យមាននគរដូងមួយហើយធ្លាប់មានអ្នកដើរតាមប្រមាណ 4000 នាក់នៃជំនឿនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រធានាធិបតីអាមេរិកលោក John S. Kennedy ធ្លាប់បានជាប់គាំងនៅលើកោះវាលខ្សាច់មួយក្នុងអំឡុងសង្គ្រាមលោកលើកទី2ជាទីដែលលោករស់រានមានជីវិតដោយសារផ្លែដូងរហូតដល់ទីបំផុតលោកត្រូវបានជួយសង្គ្រោះដោយសារសម្បកដូងមួយដែលលោកបានឆ្លាក់សារសុំជំនួយនៅលើនោះក្រោយមកលោកបានតាំងសម្បកដូងនេះនៅលើតុការិយាល័យរបស់លោកក្នុង Oval Office ចំណែកឯផ្លែដូងភាគច្រើនត្រូវបានបេះដោយស្វាដែលបានវឹកអើនដែលអាចបេះផ្លែដូងបានរហូតដល់ទៅ 1600 ផ្លែក្នុងមួយថ្ងៃខណៈដែលមនុស្សអាចបេះបានត្រឹមតែប្រហែល80ផ្លែប៉ុណ្ណោះតែអ្នកយល់យ៉ាងណាចំពោះអត្ថបទមួយនេះកុំភ្លេច like comment និង share ជួបគ្នាវីដេអូក្រោយ